តែដកក្រោតនៅអូសោមទេបងប្អូននេះសួស្ដីទាំងអស់គ្នានេះយើងជិះពីសោមស្ទេទៅយើងជិះពីសោមស្ទេទៅយើងទៅដកក្រោតបានជា300ម៉ែត្រទេចឹងបងប្អូនចង់ទៅដកក្រោតអាចមកលេងសោមស្ទេហើយអាចសួរព័ត៌មានពួកគាត់ទៅគាត់នឹងប្រាប់កន្លែងដែលបងប្អូនចង់ទៅអានេះគឺជាព្រៃធម្មជាតិរបស់យើងនៅសោមស្ទេនឹងជាពិសេសគឺសម្បូរដើមសោមហ្នឹងវាមានអត្ថប្រយោជន៍ខ្លាំងណាស់លើវាចង់ដាត់ពូជដែរហើយយើងក៏មានការថែរក្សាដើមសោមនឹងផងដែរនៅខាងក្រៅនេះគឺជាភ្នំនៅចិត្តវាក្រពើចឹងគេហៅភ្នំវាក្រពើចឹងណាចឹងបងប្អូនអាចមកលេងទីនេះអាចទៅលេងវាក្រពើហើយនឹងទៅមើលចំការការ៉ុតមើលចំកាបើចេកតរេននេះចឹងឥឡូវយើងមកដល់ចំការហើយដោយសារតែចំការគាត់ហ្នឹងវាភ្លៀងធ្លាក់ខ្លាំងពេកចឹងទៅវាធ្វើឲ្យអាផលនឹងអត់ស្មានល្អហើយវារលួយនេះដើមវាទៅវារៀងទូចវាលូតលាស់អត់សូវបានល្អជាងមានថ្ងៃនៅខាងនេះតិចហើយក៏មានភ្លៀងឆ្នាំនេះវាភ្លៀងដូចថាច្រើនជាងឆ្នាំមុនអញ្ចឹងណាតែចង់វាអត់សូវមានថ្ងៃតែអញ្ចឹងគាត់ធ្វើបែបធម្មជាតិផងអញ្ចឹងទៅក៏វាផ្លាស់ប្ដូរតាមនឹងវាអត់បានផលល្អហើយនេះគាត់ដាំច្រើនដែរហើយវាស្អាតតែស្លឹកអញ្ចឹងណាផ្លែទៅវាធំអត់កើតព្រោះវាលួយនោះស្លឹកវាលួយអញ្ចឹងហើយគាត់ប្រើថ្នាំមិនដឹងអាចល្អប៉ុន្តែគាត់អត់ប្រើថ្នាំទេអញ្ចឹងទៅក៏បានប៉ុណ្នេះហើយគាត់ក៏ឲ្យពួកខ្ញុំហ្នឹងមកលេងអញ្ចឹងទៅអាចថតវីដេអូថតអីលេងចង់មើលការ៉ុតខ្មែរយើងគាត់ដាំបែបធម្មជាតិនេះគូសំយើងអាចយកនិយាយទៅយើងអាចយកទៅធ្វើម្ហូបបានអត់អីទេគ្រាន់តែវារសជាតិវាអត់នេះអញ្ចឹងហើយគាត់មានដាំពេញប៉ោះដែរពេញប៉ោះនេះក៏បានល្អដែរតែដោយសារតែការ៉ុតអត់បានផលល្អទៅពេញប៉ោះក៏គាត់អត់ប្រមូលជាមួយគ្នាហើយពេញប៉ោះនោះវាមានអុចដែរដល់ពេលអញ្ចឹងក៏វាមិនសូវនេះដើមខាត់ណាស្បៃក្តោបនិយាយទៅខាត់ណាគូសំតែស្បៃក្តោបគឺរលួយទាំងអស់អញ្ចឹងទៅក៏គាត់ឲ្យយើងមកលេងមកដកអញ្ចឹងទៅចង់យកទៅធ្វើម្ហូបកនេះទៅព្រោះថាបើយើងលក់ក្នុងទីផ្សារគឺគេគិតថាគេអត់យកទេព្រោះវាអត់ស្អាតអញ្ចឹងណារូបរាងអត់ស្អាតហើយពេញប៉ោះហ្នឹងក៏រសជាតិឆ្ងាញ់ដែរពេញប៉ោះប៉ុន្តែគាត់អត់នេះឥឡូវពួកខ្ញុំបានមកកធូហើយប្តីដាក់ខាងមុខជិះទៅហើយយើងជិះត្រឡប់ទៅសោមស្ទេវិញព្រោះយើងស្នាក់នៅហ្នឹងហើយក៏នៅចិត្តហ្នឹងយើងអាចទៅមើលចកានេះចកានោះអញ្ចឹងហើយពេលល្ងាចអញ្ចឹងទៅស្អាតមែនតើហ្មងណានោះឡើងទៅភ្នំវាក្រពើហ្នឹងក៏មើលឃើញពពកតិចអញ្ចឹងទៅហើយមើលទៅស្រឡះមកហើយពួកខ្ញុំស្នាក់នៅនេះដោយសារមានដើមឈើមានអីទៅយើងក៏គេងដើម្បីស្រូបយកខ្យល់អុកស៊ីហ្សែនហើយតិចបងប្អូនអើយតិចខ្លាំងណាស់អញ្ចឹងអារម្មណ៍ល្អស្រស់ស្រាយហ្មងណាហើយយើងនិយាយទៅសម្រាប់ក៏លក់ស្រួលពិសាបាយក៏ឆ្ងាញ់ហូបទឹកក៏ឆ្ងាញ់ប៉ុន្តែអ្នកខ្លះចាញ់ល្ងាចទៅគាត់ត្រូវការពាក់អាវច្រើនឥឡូវយើងមកដល់សោមស្ទេយើងក៏មានម្ហូបមានកាហ្វេតែហើយមានអាហារ3ពេលហើយនឹងកន្លែងស្នាក់នៅដោយសារជាស្នៃបងប្អូននៅកន្លែងស្នាក់នៅយើងអត់គ្រប់គ្រាន់អញ្ចឹងបងប្អូនកក់អីអត់បានមានគ្រប់ចំនួនអញ្ចឹងសូមកុំប្រកាន់អីបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចង់មកលេងអាចទាក់ទងមកសោមស្ទេបានអរគុណច្រើនអរគុណបាយបាយ